ជំរាបសួរលោកបណ្ឌិតច័ន្ទសំណត់បាទសូមជំរាបសួរលោកសុក្រិតលោកបណ្ឌិតកាលពីសប្តាហ៍មុនយើងបានជជែកគ្នាអំពីជំរើសនៃការសរសេរអក្សរខ្មែរយើងលោកបានផ្ដល់ជាយោបល់ថាបើសិនជាមានពាក្យមួយត្រូវបានសរសេរបានច្រើនយ៉ាងយើងយកតាមសំណេរដែលនៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាតដូចជាពាក្យថាសំឡេងត្រូវបានសរសេរច្រើនយ៉ាងនេះពាក្យឥឡូវនេះថាសតាស្អំលតាស្អេនឹងងសនឹងមកជាងលតាស្អេនឹងងហើយនឹងសតាស្អំលតាស្អេនឹងងហើយនៅក្នុងវចនានុក្រមសម្ដេចសង្ឃគ្រាជួនណាតគឺសរសេរសតាស្អំលតាស្អេនឹងងហើយលោកបានមានប្រសាសន៍ថាយើងត្រូវយកសតាស្អំលតាស្អេនឹងងថាជាសំណេរត្រឹមត្រូវក្រៅពីនេះតើលោកមានអ្វីបន្ថែមទៀតទៅលើជំរើសនៃពាក្យនេះទេបាទមានពាក្យច្រើនណាស់នៅតាមសភៅក្រសួងអប់រំយុវជននិងកីឡាបើយើងមើលពាក្យថាដំណាំគាត់សេដដាក់ស្រអប់ណូដាក់ស្រអាំហ្នឹងគាត់អានថាដំណាំដែលអ្នកខ្លះថាដំណាំសោះមិនក៏អានថាដំណាំអញ្ចឹងពាក្យចំណុចណាចំណុចគាត់សេចដាក់ស្រអំណូដាក់ស្រអូនិងចពាក្យអំណោយនោះសេអដាក់ស្រអំណូដាក់ស្រអោយោដែលអ្នកខ្លះអានថាអំណោយមិនក៏អានទៅអំណោយអញ្ចឹងវិញសំណេរបែបនេះគឺខុសអំពីអ្វីដែលមានចែងនៅក្នុងវចនានុក្រមសម្ដេចសង្ឃរាជជួនណាតដោយសារនៅក្នុងវចនានុក្រមរបស់លោកហ្នឹងគឺលោកសេដំណាំលោកសេដដាក់ស្រអំណដាក់ស្រអាំចំណុចលោកសេចដាក់ស្រអំណស្រអូនឹងចអំណោយលោកសេអដាក់ស្រអំណដាក់ស្រអោនឹងយោដោយគ្មានហេតុផលលោកអត់បានបញ្យល់អំពីហេតុផលប្រាប់យើងទេគឺលោកកំណត់សន្និបាតមកអញ្ចឹងនេះប្រសិនបើយើងប្រកាន់ទៅតាមសភៅក្រសួងអប់រំយុវជននិងកីឡាការនៃសេនណូគឺត្រូវគ្រូខ្លះដែលសេនណូក៏អត់ដឹងថាឲ្យខុសទេក្មេងចេះតាមអានលោកឲ្យខុសប៉ុន្តែដល់មានការផ្សព្វផ្សាយយកតាមវចនានុក្រមអីអញ្ចឹងទៅឥឡូវគេអនុញ្ញាតថាយកបានទាំងពីរសេណូក៏បានសេណក៏បានហើយទៅថ្ងៃមុខយើងនឹងខិតខំប្រឹងប្រែងទាញយ៉ាងម៉េចឲ្យទៅសេនណូវិញដើម្បីឲ្យត្រូវជាមួយនឹងវចនានុក្រមសម្ដេចសង្ឃរាជជួនណាទៅពីព្រោះនេះវាគ្រាន់តែជារឿងពាក្យប៉ុណ្ណោះប៉ុន្តែបើយើងទៅរហូតពីព្រំដែននៃការពិនិត្យសង្កេតឬក៏ចេញឲ្យផុតអំពីសង្គ្រាមបកានៅការគេថាទៀមទាយោណលុបណូឬទៀមទាយោណូលុបណូនឹងចេញវិញដែលជាផលវិបាកមួយបានកើតមករាប់ទសវត្សរ៍ហើយនៅក្នុងអតីតកាលដែលយើងទាំងអស់គ្នាបានដឹងឮមកហើយការនោះមិនទាន់មានអំណាចអ្វីមួយនៅក្នុងការកំណត់សន្និបាតវែកញែកនោះតែឥឡូវនេះឱកាសមើលមកដល់ហើយយើងត្រូវទៅធ្វើយ៉ាងម៉េចឲ្យប្រព័ន្ធសំណេរនៅក្នុងភាសាខ្មែរនោះមានសង្គតភាពទៅនឹងការប្រើប្រាស់ផងហើយដោយយើងបានធ្វើការវិភាគស៊ីជម្រៅរកហេតុផលនៅក្នុងលក្ខណៈរបស់ភាសានៅក្នុងអក្សរសាស្ត្រយើងហើយខ្ញុំនឹងជូនសេចក្តីវិភាគដូចតទៅនេះសំណួរសួរថាការសរសេរដំណាំឲ្យអានដំណាំនឹងត្រូវដែរខ្ញុំថានឹងមានតែខុសអីណាពីព្រោះនៅក្នុងភាសាខ្មែរយើងនឹងវាមានគេហៅថាបាតុភូតចម្លែកខុសអំពីភាសានៅក្នុងលោកនោះតែភាសាឥឡូវនឹងសពហេតុ 5000 ភាសានៅក្នុងលោកហើយគេអត់មានដូចខ្មែរយើងនឹងគឺបាតុភូតនៃទំនាញសូរហើយនិយាយទំនាញសូរនេះគឺចំណុចប្រសើរខ្លាំងណាស់សប្តាហ៍នេះគឺថាទាំងប្រជាជនអ្នកសិក្សាតាមសាលារហូតដល់ថ្នាក់ដឹកនាំមួយចំនួនហ្នឹងមានបញ្ហាចំណុចប្រសើរខ្លាំងណាស់គឺតែនិយាយទៅក៏កាន់តាមក្រមខាងនេះក្រមខាងនោះអីមិនដែលខ្ញុំមិនចូលក្រមខាងណាទេហើយខ្ញុំមិនខ្លាចនឹងនិយាយដែរទោះបីជាភាសានេះវាមានចំណុចប្រសើរទៅដល់មនុស្សមានឥទ្ធិពលមួយចំនួនក៏ដោយចុះខ្ញុំត្រូវតែបកស្រាយយកទៅតាមគេហៅថាបច្ចេកទេសនៃភាសាយើងច្បាប់ទំនាញសូរហ្នឹងគឺតម្រូវឲ្យយើងសេអំណោយហ្នឹងទៅអានអំណោយអញ្ចឹងហ្មងពីព្រោះដហ្នឹងវាអាចទាញណូបានណាហើយចំណុចហ្នឹងវាសេចស្អំណូដាក់ស្អូនចហ្នឹងក៏វាទាញបានដែរវាទាញបានចហ្នឹងទាញណូមកទៅណបានអញ្ចឹងក៏ប៉ុន្តែយើងត្រូវគិតថាប្រសិនបើឲ្យយកពួកអនេះដូចជាដពួកចពួកអហ្នឹងទៅទាញណូឲ្យទៅជាសូណបានហ្នឹងបើទាញអញ្ចឹងបានលុះត្រាតែយើងមានការអនុញ្ញាតឲ្យទំនាញសូរនេះអនុវត្តទៅមានលក្ខណៈជាប្រព័ន្ធពោលគឺយើងឲ្យពួកអូទាញពួកអវិញដែរបើសិនជាយើងអនុញ្ញាតណាថាសរសេរដំណាំឲ្យអានដំណាំបានលុះត្រាតែយើងសរសេរគុំណូហើយអានគំនូវិញម្ដងទៅពោលគឺយើងអនុញ្ញាតឲ្យសរសេរកោដាក់ស្រអំទៅគុំហើយណដាក់ស្រអូនឹងរោទៅនេះបើសិនយើងអានអញ្ចឹងបានអានឹងយើងអនុវត្តទំនាញសូរជាប្រព័ន្ធហើយនៅពេលនោះយើងសេដំណាំយើងអានដំណាំហើយយើងសេគុំណូយើងអានគំនូប៉ុន្តែខ្ញុំសួរថាតើប្រព័ន្ធសូរដែលត្រឹមត្រូវនៅក្នុងការទាញសូរបែបខ្មែរហ្នឹងវាអនុញ្ញាតឲ្យបង្កើតចេញទៅជាសំណេរមួយដែលខុសអំពីការប្រកបសូរបែបខ្មែរ
ពលគឺយើងសេណូតែអាណូហើយបែរជាសេណូទៅអាណូវិញហ្នឹងតែយើងគួរយកក្បួនខ្នាតជំនាញសូរបស់យើងមកអនុវត្តនៅកន្លែងហ្នឹងទេខ្ញុំថាមិនគួរទេពីព្រោះវានាំឲ្យមានបញ្ហាបញ្ច្រាស់គ្នាអំពីគោលការណ៍ប្រកបសូដែលខុសអំពីព្រំដែនមួយរបស់មហាជនទូទៅដែលសិក្សាអំពីភាសាខ្មែរយើងហើយដែលអាចបង្កើតឲ្យទៅជាមានលក្ខណៈមួយមិនមានប្រកបដោយភាពនៅក្នុងភាសាខ្មែរយើងទៅវិញហើយនេះហើយទោះបីខ្ញុំជាអ្នកការពារទំនាញសូក៏ដោយក៏ខ្ញុំមិនអនុញ្ញាតឲ្យសរសេរតាមបែបទំនាញសូនេះដែរពីព្រោះវាអត់មានសមភាពទេយើងឲ្យទៅពួកអទាញអូតែយើងមិនបានតម្រូវឲ្យពួកអូទាញអអញ្ចឹងខ្ញុំលើកជាសំណើមួយថាបើច្បាប់ទំនាញសូដែលអាចអនុវត្តបានប៉ុន្តែមិនអនុញ្ញាតឲ្យអនុវត្តតើយើងឈរផ្អែកលើគោលការណ៍ណាដើម្បីឲ្យដឹងថាពាក្យកម្លាយដែលយើងសរសេរចេញមកនេះត្រូវសរសេរនឹងណឬត្រូវសរសេរនឹងណូ